លោកអ្នកកំពុងទស្សនាកម្មវិធីអ្នកនឹងខ្លាយជាសិទ្ធិជាមួយខ្ញុំបាទនិងបេក្ខភាពទី2គឺលោកហ៊ុនសុភ័ក្រនៅក្នុងសំណួរទី1បាទលោកបានជ្រើសរើសនៅចម្លើយ D ជាចម្លើយចុងក្រោយត្រឹមត្រូវបាទឆ្កែកតុយគ្មានសំណួរតើប្រាសាទពីរ៉ាមីតស្ថិតនៅប្រទេសណា A ប្រទេសអេស្ប៉ាញ B ប្រទេសក្រិក C ប្រទេសអេស៊ីប D ប្រទេសអាល្លឺម៉ង់ ខ្ញុំសូមឆ្លើយថាចម្លើយ C បាទគឺនៅប្រទេសអេស៊ីប C ប្រទេសអេស៊ីបគឺជាចម្លើយចុងក្រោយបាទ C ប្រទេសអេស៊ីបជាប្រទេសដែលមានប្រាសាទពីរ៉ាមីតត្រឹមត្រូវបាទសំណួរទី3តើមជ្ឈមណ្ឌលសិក្សាវប្បធម៌នៅភ្នំពេញមានឈ្មោះអ្វី A ពុទ្ធមណ្ឌល B មណ្ឌលសិក្សា C បណ្ណាល័យជាតិ D ពុទ្ធសាសនបណ្ឌិតខ្ញុំសូមឆ្លើយថាចម្លើយ D បាទ D ពុទ្ធសាសនបណ្ឌិតគឺជាចម្លើយចុងក្រោយពុទ្ធសាសនបណ្ឌិតត្រឹមត្រូវបាទសំណួរទី4ចូលពិនិត្យនាមសំខាងក្រោមតើមួយណាជានាមសំអំពីនាមនិងកិរិយាសព្ទ A ផ្ទះបាយ B ឈើគូស C ឈើខ្មៅ D ពពាលខែបាទខ្ញុំសូមឆ្លើយថាចម្លើយ B បាទគឺឈើគូស B បាទឈើគឺជាអ្វីឈើគឺជាថ្នាក់នាមហើយគូសគឺថ្នាក់ជាកិរិយាសព្ទអញ្ចឹងពាក្យនេះគឺជាពាក្យផ្សំរវាងនាមនិងកិរិយាសព្ទដូច្នេះ B ជាចម្លើយចុងក្រោយបាទ B ជាចម្លើយចុងក្រោយអបអរសាទរបាទសំណួរតើទង់ព្រះពុទ្ធសាសនាមានប៉ុន្មានពណ៌ A 4 ពណ៌ B 5 ពណ៌ C 6 ពណ៌ D 7 ពណ៌ជំនួយពីអូនខ្ញុំលើកខាងក្រោយជំនួយពីទស្សនិកជនទាំងអស់អូនខាងក្រោយឥឡូវខ្ញុំយកទស្សនិកជនវិញបាទទស្សនិកជនក៏បងប្អូនរបស់លោកមានចំណាយជួយដែរបាទទស្សនិកជនបាទអរគុណបាទលោកនឹងទទួលបានជំនួយនោះព្រាមបាទអរគុណបាទសូមជ្រាបណាបាទអ្នកដឹងថាទង់សាសនាមានប្រមាណពណ៌សូមជួយឆ្លើយដោយចុច remote ធ្វើការ vote បាទណាលោកសៀងតៃក៏ចឹងដែរបើលោកដឹងសូមលោកចុចបាទត្រៀមបាទណាត្រៀមចាប់ផ្ដើមអរគុណបាទ B 5 ពណ៌សូមយកជំនួយតាមទូរស័ព្ទបាទណាអរគុណបាទលោកនឹងទទួលបានសិទ្ធិនោះអរគុណបាទសូមមេត្តាភ្ជាប់ទូរស័ព្ទឲ្យខ្ញុំបាទបន្តិចផងបាទជំរាបសួរបាទបាទខ្ញុំបាទទូរស័ព្ទអំពីកម្មវិធីអ្នកនឹងខ្លាយជាសិទ្ធិបាទណាអត់ទៅឈ្មោះអីដែរបាទចាឈ្មោះទៅមកឥឡូវនេះលោកហ៊ុនសុភ័ក្រកំពុងតែអង្គុយនៅលើកៅអីសិទ្ធិចាកំពុងតែគាំងសំណួរមួយសំណួរនោះមានតម្លៃ100,000 រៀលសូមឲ្យឧត្តមភរិយាជួយឆ្លើយបាទណាគឺមានពេល30វិនាទីរាប់ចាប់ពីលោកសុភ័ក្រជាស្វាមីអានសំណួរជូនបាទណាចាបាទអរគុណត្រៀមចាប់ផ្ដើមសំណួរសួរថាតើទង់ព្រះពុទ្ធសាសនាមានប៉ុន្មានពណ៌សំណួរចម្លើយ A មាន4ពណ៌ចម្លើយ B មាន5ពណ៌ចម្លើយ C មាន6ពណ៌និងចម្លើយ D មាន7ពណ៌ទង់ពុទ្ធសាសនាមានប៉ុន្មានពណ៌ទង់ព្រះពុទ្ធសាសនាអញ្ចឹងណាទង់ព្រះពុទ្ធសាសនាមានប្រមាណពណ៌ A 4ពណ៌ B 5ពណ៌ C 6ពណ៌ D 7ពណ៌អត់ទាន់បានចម្លើយឯងតិច30វិនាទីទូរស័ព្ទផ្ដាច់ហឹងតែ
លោកនៅមានជំនួយមួយទៀត បាទខ្ញុំឆ្លើយតែម្ដង ឆ្លើយតែម្ដងបាទណាបាទអរគុណបាទសូមជួយឆ្លើយ បាទខ្ញុំឆ្លើយចម្លើយ D បាទគឺមាន7ពណ៌បាទ D 7ពណ៌ បាទ ជាចម្លើយ ចុងក្រោយបាទ ចុងក្រោយសូមចូលរួមសោកស្ដាយផងលោកបាទចម្លើយដែលត្រឹមត្រូវគឺទស្សនិកជនដែលគាត់បានប្រាប់លោកមានចំណាប់អារម្មណ៍យ៉ាងម៉េចដែរចំពោះកម្មវិធីនេះបាទ បាទខ្ញុំគិតថាកម្មវិធីនេះជាកម្មវិធីមួយដែលល្អបាទដែលជាទីចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរក៏ដូចជាសិស្សសានុសិស្សទាំងអស់បាទទោះបីជាខ្ញុំឆ្លើយមិនបានឆ្លងផុតកងពន្ធទី1ក៏ប៉ុន្តែខ្ញុំពេញចិត្តនឹងកម្មវិធីនេះបាទមែនតើបាទ បាទអរគុណច្រើនបាទណាអរគុណច្រើនបាទអរគុណបាទលោកពលិវៈបាទអរគុណបាទសូមចំណាប់ល្អបាទលោកបាទអរគុណច្រើនបាទអរគុណឥឡូវនេះកម្មវិធីរបស់យើងត្រូវការមួយរូបទៀតដើម្បីមកអង្គុយនៅលើកម្មវិធីបាទបេក្ខភាពរបស់ខ្ញុំបាទនៅសល់ច្រើនមែនតើឥឡូវម៉ោងអស់ទៅហើយកម្មវិធីនៅក្នុងសប្តាហ៍នេះបានឈានដល់ទីបញ្ចប់ខ្ញុំបាទក៏សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុនដែលបានផ្ដល់ការឧបត្ថម្ភធំដល់កម្មវិធី ឧបត្ថម្ភដោយ